ប្រាសាទតាព្រំគឺជាប្រាសាទបុរាណដ៏ល្បីមួយស្ថិតនៅក្នុងតំបន់អង្គរខេត្តសៀមរាបប្រទេសកម្ពុជាប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី12ប្រហែលឆ្នាំ1186ដោយព្រះបាទជ័យវរ្ម័នទី7ដែលជាព្រះមហាក្សត្រដ៏មានអំណាចនិងមានសេចក្តីមេត្តាករុណាខ្លាំងក្នុងប្រវត្តិសាស្ត្រខ្មែរដំបូងឡើយប្រាសាទតាព្រំមានឈ្មោះថារាជវិហាររាជរាជាវិហារាហើយត្រូវបានសាងសង់ដើម្បីឧទ្ទិសជាព្រះវិហារព្រះពុទ្ធសាសនានិងជាសំណង់អនុស្សាវរីយ៍ដល់មាតារបស់ព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះជាមជ្ឈមណ្ឌលសាសនានិងការអប់រំដ៏ធំមួយក្នុងសម័យអង្គរមានព្រះសង្ឃអ្នកប្រាជ្ញនិងបុគ្គលិករាប់ពាន់អ្នករស់នៅនិងបម្រើការនៅទីនេះតាមឯកសារបុរាណប្រាសាទតាព្រំមានប្រជាជនជាង 12,000 នាក់រស់នៅក្នុងតំបន់ប្រាសាទនិងមានភូមិជាង 3,000 ភូមិផ្គត់ផ្គង់អាហារនិងសម្ភារៈផ្សេងៗវាមានទ្រព្យសម្បត្តិដ៏ច្រើនដូចជារូបសំណាកមាសប្រាក់ថ្មមានតម្លៃនិងសំណង់ជាច្រើនដែលបង្ហាញពីភាពរុងរឿងនៃអាណាចក្រខ្មែរអ្វីដែលធ្វើឲ្យប្រាសាទតាព្រំល្បីពិសេសគឺរូបរាងធម្មជាតិក្របដណ្ដិតប្រាសាទដើមឈើធំៗដូចជាដើមស្ពង់និងដើមកន្ទួតបានលូតលាស់ព័ទ្ធជុំវិញជញ្ជាំងនិងដំបូលប្រាសាទបង្កើតទេសភាពដ៏អស្ចារ្យរួមបញ្ចូលរវាងសំណាងមនុស្សនិងធម្មជាតិពេលក្រុមអ្នកបារាំងជួសជុលប្រាសាទក្នុងសតវត្សទី20ពួកគេបានសម្រេចរក្សាទុកសភាពនេះដើម្បីឲ្យភ្ញៀវអាចមើលឃើញប្រាសាទក្នុងស្ថានភាពជិតដានបំផុតស្ថាបត្យកម្មប្រាសាទតាព្រំមានលក្ខណៈជាស្មុគស្មាញមានផ្លូវចូលច្រើនជញ្ជាំងជាន់ៗបន្ទប់វែងៗនិងរូបចម្លាក់អប្សរាព្រមទាំងលំនាំផ្កានិងរូបព្រះពុទ្ធទោះបីជាប្រាសាទមួយចំនួនបានរលំបាក់បែកដោយសារពេលវេលានិងធម្មជាតិក្តីវានៅតែបង្ហាញអំណាចសិល្បៈនិងបច្ចេកទេសសំណង់ដ៏អស្ចារ្យរបស់បុរាណខ្មែរនៅសម័យទំនើបប្រាសាទតាព្រំកាន់តែល្បីល្បាញបន្ទាប់ពីត្រូវបានប្រើថតភាពយន្ត Tomb Raider ក្នុងឆ្នាំ2001ដែលធ្វើឲ្យភ្ញៀវទេសចរពិភពលោកស្គាល់ប្រាសាទនេះកាន់តែច្រើនសប្តាហ៍ថ្ងៃវាជាទីតាំងទេសចរសំខាន់មួយក្នុងតំបន់អង្គរនិងជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO សរុបមកប្រាសាទតាព្រំមិនមែនជាសំណង់ថ្មធម្មតាទេប៉ុន្តែជាភស្តុតាងរស់នៃអរិយធម៌ខ្មែរសាសនាសិល្បៈនិងការរួមបញ្ចូលដ៏អស្ចារ្យរវាងមនុស្សនិងធម្មជាតិដែលបន្តបំផុសគំនិតនិងទាក់ទាញចិត្តអ្នកទស្សនារហូតមកដល់សព្វថ្ងៃ